ទីក្រុងកែព្រាមបានឋានសុខីពេលទស្សនាមិនដែលចិនណាយវាលពងខ្សាញ់សុភៀមរៀបឆាឆាយសមុទ្រអនឡាយឆ្ងាយអត្រាយជំនោបរិសុទ្ធសមុទ្រខ្មែរប្រស្រីតែតែមកលំហើយខ្លាំងងូតឹងខ្លាប្រលែងឆ្លងឆ្លើយខ្លាគៀកាយដោយក្តីស្នេហាជាការពិតណាស់មិនខុសពីការរៀបរាប់របស់លោកស៊ីនស៊ីសមុទ្រតាមរយៈបទចម្រៀងក្រោមចំណងជើងថាវិស្មកាលក្រុងកែបនោះឡើយរហូតមកដល់ពេលបច្ចុប្បន្នកែបនៅតែប្រៀបដូចជាឋានដុសិតដែលធម្មជាតិមានគ្រប់ទាំងអស់និងនៅតែល្អឥតខ្ចោះគ្មានទាស់ហឫទ័យកែបគឺជាអតីតក្រុងដែលត្រូវបានបំបែកចេញពីខេត្តកំពតនិងត្រូវបានប្រែក្លាយជាខេត្តយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី22ខែធ្នូឆ្នាំ2008កែបគឺជាខេត្តដ៏តូចបំផុតរបស់ប្រទេសកម្ពុជាមានចម្ងាយ175គីឡូម៉ែត្រពីរាជធានីភ្នំពេញខេត្តនេះមានផ្ទៃដីសរុបចំនួន 18700 គីឡូម៉ែត្រការ៉េចែកចេញជាក្រុង1ស្រុក1ឃុំ2សង្កាត់3ភូមិចំនួន18និងមានប្រជាពលរដ្ឋសរុបចំនួនជាង 40000 នាក់ឯកសារជាច្រើនបានសរសេរថាឈ្មោះកែបនេះគឺคล้ายមកពីភាសាបារាំងកាប់ដែលពួកបារាំងធ្លាប់ហៅកាលដែលពួកគេដាក់នឹមត្រួតត្រានៅកម្ពុជាឆ្នាំ1863ដល់ឆ្នាំ1953ពាក្យកាប់នេះមានន័យជាភាសាខ្មែរថាជ្រោយស្របនឹងទីតាំងភូមិសាស្ត្រតំបន់កែបនេះលយឬពោយចូលទៅក្នុងសមុទ្រហេតុនេះហើយទើបគេហៅថាក្រុងកែបឬក្រុងកាប់នេះតាមភាសាបារាំងដែលមានន័យជាភាសាខ្មែរថាក្រុងជ្រោយហើយពាក្យនេះចេះតែហៅតគ្នាថាកែបជារៀងរហូតមកចាប់ពីឆ្នាំ1863ដល់ឆ្នាំ1953បារាំងដាក់អាណានិគមនៅកម្ពុជាបានយកកែបធ្វើជាទីតាំងស្រាវជ្រាវនិងជាឧទ្យានសម្រាប់ជនជាតិបារាំងមកកម្សាន្តក្រោយប្រទេសកម្ពុជាបានទទួលឯករាជ្យពីអាណានិគមបារាំងសម័យសង្គមរាស្ត្រនិយមនៃសម្ដេចព្រះបរមរតនកោដ្ឋបានប្រសិទ្ធនាមថាក្រុងកែបបូកគោនៃខេត្តកំពតក្រុងនេះត្រូវបានកែលម្អឲ្យក្លាយជាទីក្រុងទេសចរណ៍ឆ្នេរសមុទ្រលំដាប់ខ្ពស់មួយនៅឆ្នាំ1960ប្រៀបបានជាឋានសួគ៌សម្រាប់គ្រួសាររាជវង្សមន្ត្រីរាជការមានយសស័ក្តិខ្ពង់ខ្ពស់និងអ្នកមានទ្រព្យសម្បត្តិប៉ុណ្ណោះទើបអាចមានលទ្ធភាពទៅទស្សនានិងកម្សាន្តនៅក្នុងក្រុងកែបនេះបានក្រុងកែបព្រាមបានឋានសុខីពេលទស្សនាមិនដែលចិនណាយវាលពងខ្សាញ់សុភៀមរៀបឆាឆាយសមុទ្រអនឡាយឆ្ងាយអត្រាយជំនោបរិសុទ្ធសមុទ្រមិនបានប៉ុន្មានឆ្នាំផងក្រុងកែបនិងឆ្នេរកែបធ្លាប់តែអ៊ូអរជាទីពេញនិយមនិងល្បីល្បាញបំផុតនោះបានធ្លាក់ក្នុងកលៈទេសៈយ៉ាងយ៉ាប់យ៉ឺនដោយសារការគ្រប់គ្រងនៃរបបខ្មែរក្រហមបន្ទាប់ពីបានរស់រានមានជីវិតឡើងវិញពីរបបអាវខ្មៅឆ្នាំ1979ថ្នាក់ដឹកនាំជាតិនិងប្រជាពលរដ្ឋបាននាំគ្នាកសាងក្រុងកែបឡើងវិញពីបាតដៃទទេកាលនោះកែបគ្រាន់តែជាឈ្មោះឃុំមួយដែលស្ថិតនៅក្រោមចំណុះស្រុកកំពតខេត្តកំពតលុះដល់ថ្ងៃទី11ខែសីហាឆ្នាំ1992រដ្ឋសភានៃរដ្ឋកម្ពុជាបានអនុម័តច្បាប់ស្តីពីការបង្កើតក្រុងកែបឡើងវិញក្រោយមកបានដូរឈ្មោះទៅជាខេត្តកែបនៅថ្ងៃទី22ខែធ្នូឆ្នាំ2008ឲ្យដំណើរការរហូតមកដល់សព្វថ្ងៃនេះបន្តិចម្ដងក្រុងកែបបានប្រែមុខមាត់ជាថ្មីហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ត្រូវបានអភិវឌ្ឍប្រែក្លាយក្រុងកែបមកជាខេត្តទេសចរណ៍ធម្មជាតិដែលទទួលភ្ញៀវទេសចរជាតិនិងអន្តរជាតិមកកម្សាន្តយ៉ាងកុះករទោះជាយ៉ាងនេះក្តីសំណង់ផ្ទះវីឡាព្រះរាជដំណាក់និងការិយាល័យរដ្ឋបាល
ដែលបន្សល់ទុកតាំងពីសម័យសង្គមរាស្ត្រនិយមបាក់បែកជាច្រើននៅអមសងខាងផ្លូវនៅតែជាបញ្ហាចោទសម្រាប់រដ្ឋបាលខេត្តកែបក្នុងការអភិវឌ្ឍនិងកែលម្អសោភ័ណភាពក្រុងជាប់មាត់សមុទ្រនៃទិសនិរតីមួយនេះអគារខ្លះបាក់បែកស្ទើរទាំងស្រុងខ្លះនៅសល់តែគ្រឹះនិងសសរនិងខ្លះទៀតនៅល្អឯឧត្តមវ៉ៅសុខាអភិបាលរងនិងជាអតីតប្រធានមន្ត្រីដែនដីនគររូបនីយកម្មនិងសំណង់ខេត្តកែបបានប្រាប់ទតកកាលពីពេលថ្មីនេះថាមានដីជាង 2000 ឡូដែលមានសំណង់ផ្ទះចាស់ៗនៅក្នុងក្រុងកែបនេះខេត្តកែបហ្នឹងគឺថាជាតំបន់មួយដែលយើងនិយាយទៅគឺថាអ្នកហែហោមបកូណាបាទកូណាព្រះបរមរដ្ឋាភិបាលហ្នឹងអញ្ចឹងគឺថាដីឡូនៅក្រុងកែបហ្នឹងគឺថាជាប្រភេទឡូយើងហៅថាឡូអភិជនបាទឡូធំ60គុណនឹង75ម៉ែត្រអញ្ចឹងគឺថាឡូធំអញ្ចឹងឡូសម្រាប់ថាឡូអភិជនអញ្ចឹងពីសង្គមយើងមានឃើញសំណង់រីចម្រើនដុះដាលខ្លាំងណាស់ព្រោះជាតំបន់ទេសចរល្អមួយសំណង់អគារចាស់ៗទាំងនេះកសាងឡើងដោយគោរពតាមរចនាបថបែបខ្មែរភាគច្រើននិងរចនាឡើងយ៉ាងល្អឥតខ្ចោះស្របតាមអាកាសធាតុនៃរដូវកាលនីមួយៗនៃខេត្តកែបបើគិតមកដល់ពេលនេះអគារដែលត្រូវគេបោះបង់ខ្លះមានអាយុ80ឆ្នាំហើយក៏ប៉ុន្តែខ្លះទៀតនៅមាំល្អនៅឡើយហើយត្រូវបានជួសជុលឲ្យคล้ายទៅជាលំនៅឋានសណ្ឋាគារផ្ទះសំណាក់កន្លែងធ្វើការដោយរក្សាទម្រង់ដើមរដ្ឋបាលខេត្តកែបក៏ដូចជាមន្ទីរពាក់ព័ន្ធនានាក្នុងខេត្តអំពាវនាវឲ្យម្ចាស់ដីទាំងអស់ចូលរួមអភិវឌ្ឍដីឡូរបស់ខ្លួនដើម្បីលើកសោភ័ណភាពក្រុងកែបស័ក្តិសមជាទីក្រុងទេសចរដ៏ល្អឯកទៅថ្ងៃអនាគតខេត្តកែបយើងគឺថាភាគច្រើនគឺថាម្ចាស់ដីឡូគាត់នៅក្រៅខេត្តបាទខ្ញុំគិតថា 80% បាទសម្រាប់ទីប្រជនពីរភូមិនេះគឺភូមិថ្មីហើយភូមិកែបហ្នឹងគឺថា 80% គឺថានៅក្រៅខេត្តបាទគាត់នៅភ្នំពេញគាត់នៅសៀមរាបឬគាត់នៅបរទេសអញ្ចឹងការអភិវឌ្ឍរបស់គាត់មានកន្លែងរបស់គាត់ហើយអញ្ចឹងការអភិវឌ្ឍគាត់រងចាំមើលសិនរងចាំមើលគ្នាសប្តាហ៍ថ្ងៃនេះហើយមន្ទីរក៏ដូចជាខេត្តហ្នឹងគឺថាបានធ្វើសេចក្តីអំពាវនាវខ្ញុំបានសិក្សាថាដីឡូនៅហ្នឹងគឺថាដីឡូច្រើនណាស់ជាង 2000 ឡូបាទតែពីរភូមិទេបាទពីរភូមិហ្នឹងគឺថាជាង 2000 ឡូ 2775 ឡូអញ្ចឹងគឺថាអ្នកនៅភ្នំពេញទាំងអស់បាទអ្នកនៅភ្នំពេញនៅសៀមរាបនៅខេត្តព្រះសីហនុបាទនៅខេត្តកណ្ដាលអញ្ចឹងគាត់មិនទាន់មកអភិវឌ្ឍទេហើយយើងបានពីវនាវឲ្យគាត់មកចូលរួមអភិវឌ្ឍដីឡូរបស់គាត់នឹងធ្វើថាធ្វើម៉េចឲ្យដីឡូរបស់គាត់នឹងស័ក្តិសមជាដីឡូក្នុងក្រុងបាទគាត់មកធ្វើលបងគាត់មកសម្អាតដីឡូគាត់មកសង់ជាផ្ទះសំណាក់សង់ជាសណ្ឋាគារទៅគឺថាចូលរួមអភិវឌ្ឍអស់គ្នាបាទព្រោះថាឥឡូវយើងមានភ្លើងយើងមានទឹកយើងមានផ្លូវហើយបាទអញ្ចឹងគឺថារដ្ឋខិតខំធ្វើហើយបាទអញ្ចឹងខ្ញុំថាវាសំខាន់គឺរួមគ្នាទេរវាងម្ចាស់ដីឡូនិងរដ្ឋហើយនឹងអាជ្ញាធរខេត្តបាទរួមគ្នាហើយខេត្តយើងបង្កលក្ខណៈឲ្យគាត់ដើម្បីមកសាងសង់បន់គាត់ឲ្យគាត់សាងសង់បាទជំវិញខេត្តកែបភាគច្រើនយើងមើលទៅឃើញតែដីហើយនឹងសំណង់ខ្លះទុកចោលម្ចាស់អត់ទាន់មានការអភិវឌ្ឍធ្វើអីឲ្យវាជាដុំកពួនទាក់ទងចំពោះបញ្ហានេះពន្ធលើអចលនទ្រព្យគេបានកំណត់នៅក្នុងច្បាប់គេបានកំណត់ថាដីអាគារទាំងអស់ហ្នឹងគឺទៅជាប់ពន្ធគឺអចលនទ្រព្យសម្រាប់តែនៅក្នុងក្រុងអញ្ចឹងពន្ធអចលនទ្រព្យគាត់ទុកចោលឬមិនប្រើប្រាស់អីហ្នឹងគាត់ក៏ត្រូវបំពេញកាតព្វកិច្ចជូនរដ្ឋដែរពន្ធអចលនទ្រព្យប៉ុន្តែនៅក្នុងនោះអចលនទ្រព្យដែលមានតម្លៃលើស100 លានរៀលទៅគាត់ត្រូវបង់ពន្ធជូនរដ្ឋអញ្ចឹងក្រោម100 លានគាត់អត់បង់ពន្ធជូនរដ្ឋទេក៏សូមអំពាវនាវដល់បងប្អូនជាម្ចាស់អចលនទ្រព្យទាំងអស់នៅក្នុងខេត្តកែបហើយដែលមិនទាន់បានបំពេញកាតព្វកិច្ចពន្ធឲ្យគាត់ចូលរួមបំពេញកាតព្វកិច្ចបង់ពន្ធលើអចលនទ្រព្យទាំងអស់គ្នាហើយការបង់ពន្ធជូនរដ្ឋជាការជួយរួមចំណែកអភិវឌ្ឍប្រទេសជាតិហើយមួយទៀតក៏សូមសំណូមពរដែរបងប្អូនចាស់អចលនទ្រព្យទាំងអស់នៅក្នុងខេត្តកែបដែលគាត់មិនទាន់បានធ្វើកាតឬក៏បានសម្គាល់អចលនទ្រព្យសូមឲ្យគាត់អញ្ជើញមកធ្វើបច្ចុប្បន្នភាពដើម្បីមានភាពងាយស្រួលថ្ងៃក្រោយទៅគាត់បានទៅបង់ពន្ធឬគាត់មានដីនៅកែបមែនប៉ុន្តែគាត់នៅបាត់ដំបងទីមានជ័យឬក៏ស្ទឹងត្រែងគាត់អាចបង់ពន្ធនឹងបានដែរដើម្បីឲ្យការអភិវឌ្ឍខេត្តកែបសម្រាប់ទៅតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនិងរបស់រដ្ឋបាលខេត្ត
មន្ទីររៀបចំដែនដីនគររូបនីយកម្មនិងសំណង់បានធ្វើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធដើម្បីធ្វើយ៉ាងណាកាត់បន្ថយបញ្ហាចំនួនដីធ្លីឲ្យបានអតិបរមានៅក្នុងខេត្តដល់ថ្ងៃនេះក៏ផ្អែកទៅលើលទ្ធផលការងារយើងជារួមយើងមានក្រុងកែបយើងមាន18ភូមិ18ភូមិហើយ5ឃុំសង្កាត់ហើយសប្តាហ៍ថ្ងៃនេះយើងបានកំពុងប្រតិបត្តិការគឺថាលើការចុះបញ្ជីហ្នឹងគឺថា11ភូមិអញ្ចឹងយើងគិតទៅវាបាន 61% ហើយចែកបានយើងបាន8ភូមិយើងបាន 45% ហើយចែកបានមកពេលនេះយើងឃើញបាន 26112 ក្បាលដីហើយខ្ញុំសង្ឃឹមថានឹងនៅពេលដែលយើងចុះបញ្ជីអស់យើងមានប្លង់គោប្រើប្រាស់ដីហើយអញ្ចឹងការអ្នកវិនិយោគិនគាត់មកដល់មើលតែហ្នឹងឯងគាត់មករកអាហ្នឹងបាទព្រោះគាត់ធម្មតាគេមកវិនិយោគយកទុនគេមកច្រើនហើយមកមានដំណោះទាំងខ្ញុំគេអត់ណាមកទេបាទអត់មានពីណាមកទេបាទអញ្ចឹងគឺថាខ្ញុំសង្ឃឹមថានឹងនៅបញ្ហាដែលយើងមានប្លង់គោយើងចុះបញ្ជីចប់ហើយអ្នកវិនិយោគនឹងចូលមកបាទចូលមកបាទហើយយើងមានទឹកយើងមានភ្លើងអីហ្នឹងសពថ្ងៃយើងទឹកកំពុងដំណើរការចិត្តហើយគម្រោងអភិវឌ្ឍខេត្តកែបជាតំបន់ទេសចរសម្រាប់លំហែប្រណិតកម្រិតខ្ពស់ដែលរាជរដ្ឋាភិបាលបានសម្រេចឲ្យក្រសួងទេសចរដឹកនាំការសិក្សាអំពីការរៀបចំផែនការមេអភិវឌ្ឍដើម្បីទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្ពុជាឲ្យកាន់តែច្រើនឡើងការអភិវឌ្ឍខេត្តកែបឲ្យក្លាយជាតំបន់ទេសចរសម្រាប់លំហែកម្រិតខ្ពស់នេះគឺរាប់បញ្ចូលទាំងទីក្រុងឆ្នេរខ្សាច់កោះផ្សារកំពង់ផែទេសចរភូមិឋានប្រជាពលរដ្ឋមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរក៏ដូចជារមណីយដ្ឋានទេសចរនានាផងដែរក្រសួងទេសចរបានលើកទឹកចិត្តឲ្យមានការបង្កើតលំនៅឋានទី2សម្រាប់ភ្ញៀវទេសចរវ័យចំណាស់ឬចូលនិវត្តន៍នៅក្នុងខេត្តកែបនេះដើម្បីឲ្យពួកគេសម្រាកលំហែកាយពន្យាពេលក្នុងការទស្សនានិងស្នាក់នៅបានយូរក្នុងប្រទេសកម្ពុជាដែលនោះនឹងជំរុញឲ្យភ្ញៀវទេសចរអាចមានការចំណាយកាន់តែច្រើនជាការពិតណាស់ថ្មីត្បិតកែបជាខេត្តតូចជាងគេក៏ពិតមែនប៉ុន្តែខេត្តនេះមានសក្តានុពលទេសចរយ៉ាងសម្បូរបែបក្នុងការទទួលភ្ញៀវទេសចរមកលំហែកម្សាន្តនិងសម្រាប់ពីការនឿយហត់ការងារដោយសារកត្តាសន្តិភាពចា៎និងការខិតខំប្រឹងប្រែងគួបផ្សំនិងសមិទ្ធផលដែលយើងមានដូចជាភ្ញៀវដែលមកពិសេសមកកំសាន្តសម្រាប់លំហែពិសេសជាងនេះទៀតដោយសារមានរាជរដ្ឋាភិបាលក៏បានដាក់ចេញនៅចក្ខុវិស័យថាក្រុងកែបខេត្តកែបជាក្រុងគោលដៅសម្រាប់លំហែកំសាន្តប្រណិតកម្រិតខ្ពស់ចា៎លោកស្រីអភិបាលក្រុងមានប្រសាសន៍ថាខេត្តកែបមានសក្តានុពលលើវិស័យទេសចរធម្មជាតិនិងសម្បត្តិវប្បធម៌ប្រកបដោយភាពទាក់ទាញរួមមានសមុទ្រដែលមានពណ៌ខៀវស្រងាត់កោះចំនួន13ព្រៃកោងកាងជាង 1000 ហិកតាស្មៅសមុទ្រជិត 4000 ហិកតាផ្កាថ្មជាង 52 ហិកតាស្រែអំបិលជាង 1000 ហិកតាស្ថានីយ៍រថភ្លើងឧទ្យានកែបស្ថិតនៅចំកណ្ដាលក្រុងដែលជាសម្បត្តិធម្មជាតិដ៏កម្រទំហំជាង 1000 ហិកតាសួនច្បារវត្តអារាមនិងរមណីយដ្ឋានអេកូទេសចររមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រដ៏ទាក់ទាញ35កន្លែងហើយអ្វីដែលភ្ញៀវទេសចរមិនអាចបំភ្លេចបាននោះគឺក្តាមសមុទ្រដែលមានរសជាតិដ៏ឆ្ងាញ់ពិសា
រដ្ឋបាលក្រុងកែបលើកឡើងអំពីសារៈសំខាន់នៃការចូលរួមទាំងអស់គ្នាទាំងភ្ញៀវទេសចរជាតិនិងអន្តរជាតិប្រជាពលរដ្ឋជាពិសេសអាជីវករក្នុងការថែរក្សាបរិស្ថានការទុកដាក់សំរាមដើម្បីក្រុងកែបខេត្តកែបមានសម្រស់ជានិរន្តរ៍ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលដែលបានកំណត់ជាតំបន់គោលដៅទេសចរសម្រាប់សម្រាកលំហែកម្សាន្តប្រណិតកម្រិតខ្ពស់มันអាចរដ្ឋបាលក្រុងមួយឈរជាចំហហើយអនុវត្តតែម្នាក់ឯងបានជោគជ័យទេចាអញ្ចឹងមានការចូលរួមតាំងពីភ្ញៀវជាតិភ្ញៀវអន្តរជាតិអាជីវករពាណិជ្ជករដែលរកស៊ីហើយមកសម្រាកលំហែកម្សាន្តទាំងអស់គ្នាចូលរួមចាទុកដាក់វិច្ចខ្ចប់សម្រាមយុទ្ធទុកដាក់ដែលគោលដៅអាជ្ញាធរយើងបានរៀបចំមានធុងសម្រាមមានធុងស្តុកសម្រាមនិងវេនដឹករបស់អាជីវករដែលបានទទួលសេវាពីខាងរដ្ឋបាលក្រុងចាហើយរដ្ឋបាលក្រុងមិនត្រឹមប៉ុណ្ណឹងទេយើងមានការផ្សព្វផ្សាយទូលំទូលាយដល់ប្រជាពលរដ្ឋដល់អាជីវករនិងការចុះណែនាំជាប្រចាំធ្វើម៉េចឲ្យមានការចូលរួមការយកចិត្តទុកដាក់ពាក់ព័ន្ធនឹងអនាម័យបរិស្ថាននេះហើយពិសេសរដ្ឋបាលក្រុងយើងក៏បានទទួលថវិកាពីក្រសួងបរិស្ថានចាក្នុងការគ្រប់គ្រងការសម្អាតអនាម័យនៅតាមដងផ្លូវសាធារណៈដែលជាកន្លែងមិនមែនជាមានអាជីវករលក់ដូរចាយើងធ្វើឲ្យស្អាតជាប្រចាំចាគ្រប់ទីកន្លែងទាំងអស់ឲ្យភ្ញៀវជាតិនិងអន្តរជាតិថាចូលដល់ព្រំដែនរដ្ឋបាលក្រុងនេះមើលទៅឃើញស្អាតមានតែភាពស្អាតបៃតងផ្កាស្រស់បំប្រងនៅគ្រប់រដូវកាលចា៎ខេត្តកែបមានឆ្នេរសមុទ្រយ៉ាងស្អាតប្រវែង26កណ្ដកសញ្ញា50គីឡូម៉ែត្របច្ចុប្បន្នខេត្តនេះមានឆ្នេរតែមួយគត់ដែលមានប្រវែងត្រឹមតែ350ម៉ែត្រប៉ុណ្ណោះសម្រាប់ដល់ការកំសាន្តដល់ភ្ញៀវទេសចរនឹងពិតជាមិនអាចបំពេញតម្រូវការភ្ញៀវទេសចរដែលចេះតែមានកំណើនរៀងរាល់ឆ្នាំនោះទេឯកឧត្តមវ៉ៅសុខាអភិបាលរងនិងជាអតីតប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្មនិងសំណង់ខេត្តកែបមានប្រសាសន៍ថាក្រុមការងារថ្នាក់ខេត្តកំពុងសិក្សាកែលម្អឆ្នេរសមុទ្រកែបប្រវែងជិត 3000 ម៉ែត្របន្ថែមទៀតដើម្បីប្រែក្លាយតំបន់នេះទៅជាឆ្នេរសាធារណៈសម្រាប់ទទួលភ្ញៀវទេសចរឲ្យបានកាន់តែច្រើនឡើងថែមទៀតការកែលម្អនិងអភិវឌ្ឍនេះគឺធ្វើឡើងចាប់ពីចំណុចផ្សារក្តាមរហូតដល់តំបន់សហគមន៍កោងកាងដែលស្ថិតនៅសង្កាត់ព្រៃធំក្នុងក្រុងកែបឯកឧត្តមថ្លែងថារដ្ឋបាលខេត្តរួមជាមួយមន្ទីរពាក់ព័ន្ធកំពុងសិក្សាផលប៉ះពាល់បរិស្ថានសង្គមនិងជាពិសេសផលប៉ះពាល់ជាមួយសហគមន៍ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយឆ្នេរនេះពាក់ព័ន្ធនឹងតាមបណ្ដោយឆ្នេរនេះម្ចាស់ដីឡូមួយចំនួនគាត់សម្លាញ់ថាផ្ទះគាត់មានសមុទ្រពីមុខដល់ពេលយើងធ្វើផ្លូវពីមុខហើយអញ្ចឹងគាត់មានការមិនសប្បាយចិត្តមួយចំនួនហើយយើងបានបញ្យល់គាត់ថានៅស្រុកគេធ្វើអញ្ចឹងដូចគ្នាទេគឺថាទីមួយយើងធ្វើផ្លូវការពាររបាំងសមុទ្រនេះកុំឲ្យវាទឹករលកវាវាយមកបាក់ដីរបស់ប្រជាពលរដ្ឋនៅតាមបណ្ដោយឆ្នេរហ្នឹងហើយទីពីរហ្នឹងការពារការរំលោភបំពានអ្នកខ្លះលួចអង្កលចូលទៅយកដីឆ្នេរដែលជារបស់សាធារណៈរបស់រដ្ឋហ្នឹងហើយយើងមានផ្លូវអញ្ចឹងគឺថាខេត្តជាប់សមុទ្រហើយបើអត់មានផ្លូវជាប់សមុទ្រឲ្យគេមកលេងគឺថាវាយើងអត់មានន័យទេបាទទៀមមានផ្លូវតាមបណ្ដោយឆ្នេរជាផ្លូវដើរជាផ្លូវជិះកង់អីចឹងទៅបាទហើយយើងមានសួនហើយបានយើងសាច់ល្អប្រចាក់បាទកែច្នៃឲ្យដូចស្រុកគេចឹងបាទតំបន់ឆ្នេរអង្កោលដែលមានទីតាំងស្ថិតនៅចម្ងាយផ្លូវប្រមាណជាង10គីឡូម៉ែត្រក្នុងឃុំពងទឹកស្រុកដំណាក់ចង្អើរកំពុងក្លាយជាទីចាប់អារម្មណ៍និងគោលដៅទេសចរថ្មីមួយទៀតដែលស្ថិតនៅក្នុងផែនការអភិវឌ្ឍរបស់រដ្ឋបាលខេត្តកែបសម្រាប់ការមកកំសាន្តនៃភ្ញៀវទេសចរជាបណ្ដាភ្ញៀវទេសចរក្នុងស្រុកមួយចំនួនមិនអាចមើលរំលងមានខ្យល់អាកាសល្អបរិសុទ្ធនិងមានទេសភាពគួរជាទីគយគន់ឆ្នេរលំហែអង្កោលមានខ្សាច់ធម្មជាតិពណ៌ស៊ីជម្ពូប្រវែង1200ម៉ែត្រអមដោយធម្មជាតិដើមដូងរាប់រយដើមដុះប្របមាត់ឆ្នេរកាន់តែធ្វើឲ្យតំបន់ឆ្នេរអង្កោលមានសោភ័ណភាពល្អស្រស់ត្រកាលគ្រប់រដូវកាលបច្ចុប្បន្ន
តំបន់ឆ្នេរអង្កោលមិនទាន់មានការអភិវឌ្ឍនៅឡើយទេដែលការនេះបានឲ្យលោកស្រីគឹមច័ន្ទនីអភិបាលស្រុកដំណាក់ចង្អើប្រៀបប្រដូចតំបន់ឆ្នេរអង្កោលទៅជាកូនក្រមុំព្រហ្មចារីដែលមិនទាន់តែងខ្លួនដើម្បីត្រៀមធ្វើបដិសណ្ឋារកិច្ចភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលនឹងមកកំសាន្តនៅឡើយនោះទេបានខ្ញុំចាត់ទុកថាជាកូនក្រមុំព្រហ្មចារីមានន័យថាអត់ទាន់ពេញវ័យនៅឡើយដល់ទៅពេលពេញវ័យនៅពេលដែលយើងកែច្នៃបន្ថែមទៀតយើងកែលម្អបន្ថែមទៀតអានឹងយើងហៅថាពេញវ័យហើយទៅពេលមានភ្ញៀវទេសចរអញ្ជើញមកលេងកម្សាន្តច្រើនទៀតខ្ញុំចាត់ទុកថាមានគ្រួសារមានគេមកប៉ែតតីអញ្ចឹងណាដល់ម៉ោងនេះវានេះកូនក្រមុំរបស់បងនេះដល់ពេលត្រូវចេញមកលុកចេញពីមលុកនៅបាទឥឡូវចាប់ផ្ដើមចេញរៀបចំចេញពីមលុបហើយចេញមលុបហើយចាកំពុងតែតែងខ្លួនបដាយើងតែងខ្លួនរៀបចំខ្លួនស្អាតហើយយើងចាប់ផ្ដើមចេញមលុបសម្រាប់បង្ហាញដល់ភ្ញៀវទេសចរឲ្យភ្ញៀវទេសចរមិនធម្មតាក្នុងស្រុកទេមានក្រៅខេត្តមានទាំងភ្ញៀវជាតិអន្តរជាតិមកអញ្ជើញទស្សនាកម្សាន្តដោយសារថាតំបន់នេះគឺស្អាតមែនទែនមួយទី2លោកស្រីអភិបាលស្រុកដំណាក់ចង្អើមានសុតិធិនិយមថានៅពេលផ្លូវប្របមាត់សមុទ្រឆ្ពោះទៅកាន់ឆ្នេរអង្កោលស្ថាបនារួចរាល់ភ្ញៀវទេសចរប្រកាសជាទៅលំហែកំសាន្តនិងស្រូបយកខ្យល់បរិសុទ្ធថ្មីនៅតំបន់ឆ្នេរអង្កោលយ៉ាងកុះករជាក់ជាមិនខានលោកមុំទូចប្រធានមន្ត្រីសាធារណការនិងដឹកជញ្ជូនខេត្តកែបមានប្រសាសន៍ថាការកសាងផ្លូវចូលទៅកាន់តំបន់ទេសចរក្នុងខេត្តកែបគឺស្ថិតនៅក្នុងផែនការអភិវឌ្ឍ5ឆ្នាំនិងផែនការវិនិយោគ3ឆ្នាំរំកិលដែលផែនការទាំងនេះស្របទៅនឹងផែនការរបស់រដ្ឋបាលខេត្តកែបនិងរបស់ក្រសួងសាធារណការនិងដឹកជញ្ជូនអ្វីដែលសំខាន់គឺយើងផ្ដោតទៅលើផ្លូវដែលចូលទៅកាន់តំបន់ទេសចរផ្លូវដែលទី1គឺដែលយើងឃើញស្រាប់ហើយគឺផ្លូវនៅមាត់សមុទ្រនេះគឺមន្ទីរសាធារណការបានធ្វើគ្រឹះជាដីល្បាយថ្មបានប្រវែង8គីឡូ950ម៉ែត្រហើយឆ្នាំនេះគឺរដ្ឋបាលខេត្តលោកធ្វើការចាក់បេតុងនៅលើផ្លូវនេះបាទហ្នឹងគឺបន្តបន្ទាប់ហើយផ្លូវនេះគឺបានភ្ជាប់ទៅដល់ឆ្នេរខ្សាច់អង្កោលហើយបាទផ្លូវនេះបច្ចុប្បន្នគាត់ថាមិនទាន់ជាកស៊ូជាប្រភេទផ្លូវដីល្បាយថ្មអាហ្នឹងផ្លូវទី1ទី2គឺផ្លូវទៅតំបន់ភ្នំវល្លិដែលយើងហៅកាត់ថាដែលជាតំបន់មួយហែកហួរដោយសង្គ្រាមនោះឥឡូវនេះគឺនៅទីប្រជុំជនតំបន់ភ្នំវល្លិនោះគឺមានរង្វង់មូលមួយហើយយើងបានធ្វើការចាក់កស៊ូនៅទីនោះរួចហើយដែរហើយឆ្នាំនេះគឺយើងនឹងខិតខំភ្ជាប់ពីផ្លូវដីទៅជាផ្លូវកស៊ូដើម្បីភ្ជាប់អាកស៊ូខាងក្នុងនិងខាងក្រៅនេះមកផ្លូវជាតិអញ្ចឹងឆ្នាំនេះសង្ឃឹមថាប្រជាពលរដ្ឋលោកអាចប្រើប្រាស់ផ្លូវ1335ដែលយើងហៅថាផ្លូវលេខ1335នេះពីផ្លូវជាតិលេខ33ឆ្ពោះទៅរង្វង់មូលចង្ការ3ដែលមានភូមិ3នៅទីនោះបាទអញ្ចឹងគឺកិច្ចការសំខាន់ក្នុងការលើកស្ទួយនិងអភិវឌ្ឍវិស័យទេសចរនេះដែរមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកែបក្រោមការយកចិត្តទុកដាក់របស់ក្រសួងសាធារណការនិងដឹកជញ្ជូនសហការជាមួយរដ្ឋបាលខេត្តកែបកំពុងអនុវត្តគម្រោងអភិវឌ្ឍកំពង់ផែទេសចរអន្តរជាតិដែលមានទំហំសរុបចំនួន3400ម៉ែត្រការ៉េដែលគម្រោងនេះគ្រោងនឹងបញ្ចប់នៅក្នុងខែធ្នូឆ្នាំ2020ឆាប់ខាងមុខនេះដើម្បីធ្វើយ៉ាងណាជំរុញឲ្យខេត្តនៃតំបន់ឆ្នេរដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញមួយនេះនឹងកាន់តែមានសក្តានុពលខ្លាំងក្នុងការទាក់ទាញកំណើនភ្ញៀវទេសចរជាតិនិងអន្តរជាតិជាពិសេសក្រោយវិបត្តិនៃជំងឺ Covid-19 ត្រូវបានបញ្ចប់ខណៈដែលកាលពីឆ្នាំ2019កន្លងទៅភ្ញៀវទេសចរសរុបមានចំនួនរហូតដល់ជិត2លាននាក់រួចស្រេចទៅហើយមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកែបមានភាពសស្រោកសស្រាំក្នុងកិច្ចការកែលម្អនៅហេដ្ឋារចនាសម្ព័ន្ធនានាក្នុងខេត្តដើម្បីធ្វើយ៉ាងណាសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរដែលមកកំសាន្តនៅក្នុងខេត្តកែបកិច្ចការសំខាន់មួយទៀតគឺមន្ទីរក៏បានចូលរួមសហការជាមួយនឹងក្រសួងសាធារណការដែរក្នុងការ
សម្របសម្រួលក្នុងការសាងសង់ផែទេសចរកោះទន្សាយតែឥឡូវនេះកំពុងតែមមាញឹកក្នុងការសាងសង់ផែទេសចរកោះទន្សាយនេះគឺខាងក្រសួងសាធារណការដែលមាននាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹកនិងសមុទ្រនេះលោកជាអ្នកអនុវត្តសាងសង់ដែលមានទំហំ 3,470 ម៉ែត្រដុល្លារបាទហើយនឹងបញ្ចប់នៅក្នុងខែ 12 ឆ្នាំ 2020 នេះបាទនេះគឺជាគម្រោងដែលកំពុងតែដំណើរការដោយឡែកសម្រាប់បន្តទៅមុខទៀតគឺយើងខិតខំរិះរកធ្វើយ៉ាងណាឲ្យផ្លូវនៅខេត្តកែបនេះទៅតំបន់ទេសចរយើងភ្ជាប់ដល់ផ្លូវកស៊ូហើយពិសេសគឺការកកស្ទះចរាចរណ៍បាទនៅចំណុចតដល់2កន្លែងហ្នឹងគឺតំបន់ស្រីសហើយនឹងនៅទីប្រជុំជនសាក្រាមនេះឯងយើងខិតខំធ្វើចំណតរថយន្តពីគ្មានចំណតរថយន្តទៅជាមានចំណតរថយន្តបាទដើម្បីទុកដាក់យានយន្តទាំងឡាយដែលមកសម្រាប់លំហែកម្សាន្តនៅខេត្តកែបយើងនេះយើងសង្ឃឹមថានៅពេលដែលហេដ្ឋារចនាសម្ព័ន្ធយើងបតិកលាគ្នាដែលទាំងនៅក្នុងក្រុងទាំងនៅតាមផ្លូវជាតិនិងនៅខេត្តវានឹងជំរុញកាត់បន្ថយនូវភាពក្រីក្ររបស់ប្រជាពលរដ្ឋឥឡូវនេះយើងឃើញថាទោះបីថាស្ថានភាពដែលកំពុងតែស្ថិតនៅក្នុងការការពារនៅជំងឺ Covid យើងឃើញហើយប៉ុន្តែពលរដ្ឋលោកនៅតែអញ្ជើញមកលេងកម្សាន្តនៅខេត្តកែបយ៉ាងច្រើនកកយ៉ាងដូចនេះហ្នឹងគឺដោយសារការខិតខំរបស់រដ្ឋបាលខេត្តក៏ដូចជាមន្ទីរជំនាញបាទគ្រប់វិស័យខេត្តកែបទទួលបានស្នាដៃនិងជ័យលាភីជាបន្តបន្ទាប់ទាំងថ្នាក់ជាតិនិងថ្នាក់តំបន់ជាអាចជ័យលាភីប្រឡងប្រណាំងនៃការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពជ័យលាភីចលនាប្រឡងប្រណាំងទីក្រុងស្អាតការរំដួល3ទងចំនួន2លើកជាប់គ្នាជ័យលាភីឡាបែលទីក្រុងទេសចរស្អាតអាស៊ាននៅទីក្រុងឈៀងម៉ៃព្រះរាជាណាចក្រថៃពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ានលើសូចនាករដីស្អាតទឹកស្អាតនិងខ្យល់ស្អាតនៅប្រទេសប្រ៊ុយណេនិងពានរង្វាន់ឡាបែលឆ្នេរខ្សាច់កំសាន្តស្អាតរួមជាមួយស្នាដៃនិងពានរង្វាន់ជាច្រើនផ្សេងទៀតទាំងអស់នេះពិតជាបានផ្ដល់កម្លាំងចិត្តដល់រដ្ឋបាលខេត្តកែបរួមទាំងមន្ទីរជំនាញកងកម្លាំងអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋទាំងអស់ចូលរួមធ្វើការអភិវឌ្ឍបន្តទៀតដើម្បីឲ្យខេត្តកែបក្លាយជាខេត្តតារារះនាទិសនិរតី